សង្គ្រាមណាដែលសង្គ្រាមចំមុខគ្នាជាមួយខ្មែរមិនដែលឈ្នះខ្មែរទេឲ្យតែសង្គ្រាមចំមុខគ្នាជាមួយខ្មែរមិនដែលឈ្នះខ្មែរទេពួកហ្នឹងវាយមិនដែលឈ្នះខ្មែរទេសង្គ្រាមអញ្ចឹងសង្គ្រាមវាយគ្នាចំមុខអញ្ចឹងប៉ិនខ្មែរចាញ់តែសង្គ្រាមអីខ្មែរចាញ់តែសង្គ្រាមល្បិចកលខ្មែរចាញ់តែសង្គ្រាមល្បិចកលហ្មងតាំងតែពីយូរឥឡូវខ្ញុំសួរអាយដាមអស់លោកដែលជាសេនានិពន្ធតាមបណ្ដាប្រទេសអាដាមអស់លោកតើអស់លោកឈឺចាប់ទេនៅពេលដែលយើងមានបទបញ្ជាឈប់បាញ់ហើយទីបំផុតទៀតទីថៃប្រើល្បិចកលល្បិចឈឺថោកទីបំផុតដែលជុំមកលើកម្លាំងរបស់ខ្ញុំតើអស់លោកឈឺចាប់ទេអស់លោកឈឺចាប់ទេអស់លោកខ្ញុំសួរអស់លោកទៅវិញតើអស់លោកនៅជាសេនានិពន្ធតាមបណ្ដាប្រទេសតើលោកឈឺចាប់ទេនៅពេលគេធ្វើអំពើអាក្រក់មកលើយើងទាំងតែយើងបញ្ចេញនៅកាយវិការស្មោះត្រង់ទៅជាមួយគេនេះក្រោយពេលជាប់ចាប់កម្លាំងខ្ញុំទាំងអស់វា20នាក់យកទៅត្រូវបានរត់រួចម្នាក់នៅសល់19ប៉ុន្តែនៅពេលដែលអ្នករត់រួចគាត់រត់មកដល់ឮព័ត៌មានគាត់ប្រាប់ថាប្រហែលជាបាញ់សម្លាប់នៅមុខគាត់2នាក់ទៀតប្រវត្តិសាស្ត្រឃើញតែឈឺចាប់ដូនតាមកចាប់ទឹកដីនេះចំទឹកដីសវណ្ណភូមិសបោតាទ្រព្យសម្បត្តិប៉ុន្តែស៊ីអត់បានទេពួកយើងស៊ីអត់បានទេគេស៊ីអស់ដោយសារអីប្រព័ន្ធប្រមូលផ្ដុំអំណាចអញ្ចឹងបានពូនិយាយថាការបំបែកអំណាចដោយប្រើយន្តការ8ចំណុចណាមានអត្តន័យដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកយើងហ្នឹងឲ្យរស់នៅមានសុភមង្គលក៏ប៉ុន្តែណាក្មួយក្នុងស្ថានភាពប្រទេសយើងណាប្រព័ន្ធមួយនេះប្រព័ន្ធបំបែកអំណាចនេះមិនមែនត្រឹមតែដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកក្មួយទេថែមទាំងមានអត្តន័យក្នុងការទាញយកប្រទេសអំពីកញ្ញាំរបស់បរទេសទៀតប៉ុន្តែក្មួយប្រហែលជាក្មួយគ្មានពេលរៀនក្មួយគ្មានពេលរៀនពីប្រវត្តិសាស្ត្ររបស់ខ្មែរយើងតាំងតែពីដើមរៀងរៀបមកមានសត្រូវចិត្តខាងចាំលេបតបាក់ប្រទេសយើងរហូតកាលមុនទឹកដីរបស់យើងធំណាក្មួយហើយនៅលើទឹកដីរបស់យើងនេះណាចិត្តខាងយើងនេះណាអត់មានពូជហ្នឹងទេណាមានតែពូជយើងពូជចាមពូជមនអត់មានយួនទេណាហើយក៏អត់មានសៀមណាកាលពីដូនតាយើងយូរមកហើយអត់មានទេពូជពីរហ្នឹងទឹមតែមកទេក្មួយទៅតែមកទេរួចគេលេបតបាក់យើងរហូតសង្គ្រាមណាដែលសង្គ្រាមចំមុខគ្នាជាមួយខ្មែរមិនដែលឈ្នះខ្មែរទេឲ្យតែសង្គ្រាមចំមុខគ្នាជាមួយខ្មែរមិនដែលឈ្នះខ្មែរទេពួកហ្នឹងវាយមិនដែលឈ្នះខ្មែរទេសង្គ្រាមអញ្ចឹងសង្គ្រាមវាយគ្នាចំមុខអញ្ចឹងប៉ុនខ្មែរចាញ់តែសង្គ្រាមអីខ្មែរចាញ់តែសង្គ្រាមល្បិចកលខ្មែរចាញ់តែសង្គ្រាមល្បិចកលហ្មងតាំងតែពីយូរពីព្រោះខ្មែរយើងមានធាតុ3ធំទី1គឺសុចរិតទៀងត្រង់ពូជខ្មែរអត់ដូចយួនទេអត់ចេះកលិចកលុចទេតែឥឡូវណាកុំនិយាយខ្មែរឥឡូវនិយាយខ្មែរពីមុនត្រង់ណាទិញអីបានអីផ្ញើបងទៅផ្ញើទៅមកទៅតាមខេត្តអីមិនដែលលួចលុយទេមិនដែលដកហូតតាមខ្ទាស់អញ្ជើញមិនមែន1គីឡូសល់8ខាំអញ្ចឹងទេប្រហុកសដាក់ថ្នាំអញ្ចឹងអត់មានអញ្ចឹងទេខ្មែរយើងពីដើមអត់អញ្ចឹងទេត្រឹមត្រូវណាទី1ខ្មែរមានសុចរិតទី2ខ្មែរមានភក្ដីភាពខ្មែរកម្រលែងគ្នាណាក្មួយប្តីមួយប្រពន្ធមួយពីណាធ្វើគុណលើខ្មែរដឹងគុណណាសបោភក្ដីភាពខ្មែរបើយួនវិញយើងធ្វើគុណលើវាដល់ថ្ងៃដែលវាលេបយើងវាលួចយើងវាប្លន់យើងបដ ாய் សះនោះអញ្ចឹងខ្មែរយើងអត់ចឹងឯងមានភក្ដីភាពទី3ខ្មែរមានភេត្រភាពភាពជាបងប្អូនណាដូចថាមានអ្នកជំងឺក្បែរផ្ទះអីដេកយាមគ្នាទៅវិញទៅមកមានអ្នកស្លាប់អីទៅដេកកដោដេកអីចឹងណានៅស្រុកគេអត់មានអញ្ចឹងទេពូជខ្មែរយើងមានអាហ្នឹងសុចរិតភក្ដីភាពនិងភេត្រភាពពូជខ្មែរហ្នឹងអា3ហ្នឹងល្អតែអា3ហ្នឹងក៏មានចំណុចខ្សោយដែរក្មួយខ្មែរត្រង់ណាអាត្រង់ហ្នឹងហើយគេស្រួលបោកសង្គ្រាមឲ្យតែចំមុខខ្មែរឲ្យតែចំមុខគ្នាចេះវាយមិនដាច់ឈ្នះខ្មែរទេតែសង្គ្រាមល្បិចខ្មែរចាញ់គេបដ ாய் ឲ្យតែសង្គ្រាមល្បិចក្មួយបំបាច់មើលឆ្ងាយទេក្មួយមើលប្រវត្តិខ្លីៗហ្នឹងក្មួយសួរថាហេតុអីបានជាខ្មែរយើងងាប់អស់2លានអ្នកជំនាន់អាពតក្មួយទៅមើលប្រវត្តិសាស្ត្រឡើងវិញអាពតចុងក្រោយក្មួយធ្វើមិនចេះសល់អីទេក្មួយអង្គុយតែកវីក្បាលមកអាពតកវីសឹងដាច់ក្បាលគេសួរថាថៃបានងាប់អស់ខ្មែរ2លានអ្នកអត់មានលទ្ធភាពបញ្យលខ្មែរទេពីព្រោះខ្មែរចោទថាប៉ុលពតសម្លាប់ខ្មែរគេឃើញទាំងអស់គ្នាអន្តរជាតិឃើញថាប៉ុលពតសម្លាប់ខ្មែរដូច្នេះពូបកាយតែម៉េចបើគេឃើញពូអាកកស្រស់នៅមុខណាប៉ុន្តែត្រង់ពូចាញ់ល្បិចគេនេះមិននឹងអាចបញ្យលប្រជាប្រដ្ឋខ្មែរបានប៉ុលពតចុងក្រោយកវីតែក្បាលវាចាញ់ល្បិចគេប្រជាប្រដ្ឋខ្មែរនិងអ្នកដឹកនាំខ្មែរក្មួយមិនដែលមើលមុខសត្រូវយល់ទេមើលអត់យល់ហ្មងមើលវាមិនយល់មិនដឹងជាសត្រូវនឹងមុខរបៀបម៉េចដាក់តិចវារបៀបម៉េចមើលមុខសត្រូវមិនយល់ទេក្មួយសប្តាហ៍ថ្ងៃនេះក្មួយក៏មើលមុខសត្រូវខ្មែរមិនយល់ដែរឥឡូវនេះក្មួយថាប្រទេសខ្មែរមានសន្តិភាពហើយប្រជាពលរដ្ឋខ្មែរក៏គិតអញ្ចឹងអ្នកដឹកនាំរដ្ឋខ្មែរក៏គិតអញ្ចឹងថាអត់អីទេស្រុកខ្មែរអត់អីទេមានតែអ្នកខ្លះទៀតគេនិយាយថាម៉េចប្រទេសខ្មែរចូលអាស៊ានប៉ុណ្ណេះហើយវាមិនបាត់ទេសិតតែហេតុផលណាតែគាត់យកមកបញ្ជាក់នេះថាវាមិនបាត់ទេនេះប៉ុន្តែខ្មែរមិនដែលបានដាក់កកូតទល់មុខគ្នាដើម្បីទៅជែកគ្នាមើលថាតើវាបាត់ឬមិនបាត់តើដល់ដំណាក់កាលដែលបរទេសវាកលៃខ្លួនទៅជាស្អីទៀតហើយពូលើកឧទាហរណ៍
ដូចជំងឺគ្រុនចាញ់អញ្ចឹងជំងឺគ្រុនចាញ់វាមានមេរោគរបស់វាពេលណាគេដាក់ថ្នាំចំជំងឺគ្រុនចាញ់អាជំងឺគ្រុនចាញ់ហ្នឹងមេរោគរបស់វាផ្លាស់ប្ដូរខ្លួនវាទៅជាមានភ្នាសមួយដែលយើងមិនដែលឃើញសោះយើងឃើញមេរោគគ្រុនចាញ់មុនអត់មានភ្នាសទេឥឡូវមិនក៏វាទៅជាមានភ្នាសអញ្ចឹងតាមពិតមេរោគគ្រុនចាញ់ដដែលប៉ុន្តែពេលយើងដាក់ថ្នាំវាត្រូវវាប្រែប្រួលរូបរាងសន្តានរបស់វាទៅដាក់មានភ្នាសយើងអត់ដឹងថាហ្នឹងមេរោគគ្រុនចាញ់ទេមើលមុខសត្រូវមិនដែលយល់ទេយើងយល់ថាអាមេរោគគ្រុនចាញ់មុខវាអញ្ចេះដល់ពេលវាដូរទៅអញ្ចេះយើងអត់ដឹងសប្ថ្ងៃហ្នឹងយើងកំពុងតែយល់ថាខ្លួនយើងមានសន្តិភាពហើយម្នាក់គិតអញ្ចឹងបានពូបដូរថាម៉េចហ៎ពូបដូរថាទឹកដីខ្មែរមួយទាំងមូលនេះណាក្មួយដូរតម្រៃមួយយ៉ាងធំតម្រៃមួយយ៉ាងធំវាងាប់តម្រៃងាប់យ៉ាងធំងាប់ស្ពីងហើយពួកយើងទាំងអស់គ្នាដែលរស់នៅក្នុងប្រទេសខ្មែរហ្នឹងទាំងប្រជាពលរដ្ឋទាំងអ្នកកាន់ការងារស្រុកទេសដូចជាថ្មាតអញ្ចឹងវាទៅចោះពោះតម្រៃហ្នឹងវាចោះពោះតម្រៃហ្នឹងស៊ីវាលងស៊ីទៅមានអ្នកដឹងគេស្រែកប្រាប់ថាពួកថ្មាតទាំងឡាយប្រញាប់ចេញជាបន្ទាន់តម្រៃកំពុងតែដណ្ដែតចូលក្នុងមហាសាគរជ្រៅទៅហើយមិនតិចទៀតណាដល់ពេលអ្នកចឹកអាតម្រៃហ្នឹងធ្លុះធ្លាយអស់ទៅអ្នកនឹងហើរឡើងអត់តាន់ទេពីព្រោះតម្រៃហ្នឹងចេះតែដណ្ដែតទៅកណ្ដាលមហាសាគរកាន់ឆ្ងាយទៅពេលណាតម្រៃធ្លុះធ្លាយក្មួយងើបឡើងអត់ដឹងកោះដឹងក្រោយនៅណាបណ្ដោយប៉ុន្តែពួកថ្មាតទាំងឡាយគេអត់ជឿគេថាប្រទេសយើងចូលអាស៊ានប៉ុណ្ណេះហើយមិនបាត់ប្រទេសយើងចេះហើយវានាំគ្នាចាក់ស៊ីរាល់ថ្ងៃនេះថាអត់ទេបងប្អូនជំនុំគ្នាឈប់ចាក់ស៊ីមកស្ទុះសិនដាក់កកូតមកសិនជំនុំគ្នាមួយតើប្រទេសយើងវាប្រំបាត់ទេអត់តើបរទេសវាផ្លាស់ប្ដូររូបរាងវាយ៉ាងម៉េចដើម្បីលេបយកទឹកដីខ្មែរវាផ្លាស់ប្ដូរដូចមេរោគមិនអញ្ចឹងវាប្ដូរខ្លួនវាពីសន្តានមេរោគដែលយើងធ្លាប់ស្គាល់ទៅជាមុខមាត់រៀងទៅវារបៀបមិនហើយអត់ព្រមស្ដាប់គ្នាក្មួយមើលសន្តានដែលបរទេសកំពុងតែធ្វើលើទឹកដីរបស់យើងដើម្បីបញ្ជាក់ថាវាជាមនោគមវិជ្ជារបស់បរទេសដើម្បីបន្សាបខ្មែរដែរឬទេទ្រឹស្ដីរបស់វាដើម្បីយកទឹកដីរបស់យើងគេប្រើពាក្យថាដាក់ថ្នាំបន្ទន់ឆ្អឹងរួចលេបទាំងមូលនេះជាទ្រឹស្ដីរបស់វាដាក់ថ្នាំបន្ទន់ឆ្អឹងរួចលេបទាំងមូលដោយមនុស្សឡើងឈាមអញ្ចឹងនៅឡើងឈាមអត់ងាប់ទេដេកលើក្រែបណ្ដារួចទេវាទន់ឆ្អឹងភ្នែកវាភ្លឹបបណ្ដារួចទេអាណាអាកកក៏និយាយមិនរួចផងអ្នកឡើងឈាមមិនត្រឹមតែដើរមិនរួចទេនិយាយក៏មិនរួចផងប៉ុន្តែងាប់ទេស្រុកខ្មែរយើងអញ្ចឹងមានខ្មែរយើងខ្លះគេថាគេចូលមករំដោះទឹកដីយើងប៉ុណ្ណឹងហើយនៅតែមិនដឹងគុណគេទៀតឃើញទេខ្មែរមើលមុខសត្រូវអត់យល់ទេខ្មែរមើលមុខសត្រូវអត់យល់តសោះចឹងបានពូព្រួយបារម្ភថាខ្មែរមិនមើលមុខសត្រូវអត់យល់អញ្ចឹងវាដូរភេទហើយវាដូររៀងរៅវាដូរសន្តានរបស់វាហើយខ្មែរទាំងអស់គ្នាសូមមកជំនុំគ្នាបន្តិចសិនឥឡូវយើងមើលប្រថាយើងថាប្រទេសយើងចោះមានប៉ុលពតសម្លាប់បរទេសវាត្រូវចូលមកសង្គ្រោះជាតិយើងចុះឡាវក្មួយមើលឡាវមើលឡាវមានប៉ុលពតឯណាសម្លាប់នៅក្នុងឡាវមានសម្លាប់គ្នាណាមានឆ្លោះគ្នាណាឥឡូវក្មួយទៅមើលឡាវខ្លាំងជាងខ្មែរទៀតនៅមន្ទីរឃុំណាទងជ័យយួនមួយទងជ័យឡាវមួយនៅសាលារៀនទងជ័យយួនមួយទងជ័យឡាវមួយនៅមន្ទីរស្រុកទងជ័យឡាវមួយទងជ័យយួនមួយនៅមន្ទីរខេត្តទងជ័យឡាវមួយទងជ័យយួនមួយប្រទេសឡាវសោះរឿងអីដែលយើងបជ្រាបដាក់ទងជ័យខ្លួនយើងទៅប៉ុណ្ណាណៃនៅប្រទេសគេនោះហើយសួរថាតើគេចូលទៅសង្គ្រោះប្រទេសឡាវដែរប្រទេសឡាវមានអពតឯណានៅក្នុងហេតុអីបានចូលទៅនៅក្នុងពេញដែរហើយគេសួរថាហេតុអីបានឡាវមិនរើមិនក៏មិនដកអាទងជ័យកវត្តយកទៅមិនក៏ទៅមើលមើលក្មួយមេឃុំក៏យួនមេស្រុកក៏យួនទាំងអស់ប្រទេសឡាវប៉ុនគ្រប់គ្រងដោយយួនដល់ពេលប្រជាពលរដ្ឋខ្មែរវិញយើងប្រាប់ថាបរទេសកំពុងតែប្រែប្រានវាហើយពីព្រោះវាធ្វើឲ្យត្រូវសន្តាននៃប្រទេសមួយហៅខ្មែរឲ្យមកស្ដាប់គ្នាអត់ព្រមស្ដាប់ទេអត់ព្រមស្ដាប់ហ្មងឡាយនៅរវល់ចម្រៀងវល់ក្រៅអូខេរវល់ស្អីណានោះចាក់នេះចាក់អីគាត់រាំច្រៀងណានោះក៏អត់ស្ដាប់យើងទេថាស្ដាប់ហើយយកទៅពិចារណាបើមិនមែនចាំត្រឡប់ទៅវិញទៅពួកថ្មសប្ងៃកំពុងតែចុកក្នុងពោះតម្រៃហ្នឹងអាតម្រៃអីចេះដណ្ដែតចូលក្នុងមហាសាគរពូថាលិចឥឡូវហើយដល់ពេលលិចទៅពួកថ្មហើរឡើងនៅកណ្ដាលមហាសាគរទុនឆ្អឹងងើបលែងរួចពេលហ្នឹងក្មួយធ្វើម៉េចបាត់ប្រទេសមួយទាំងមូលក្មួយមើលប្រទេសយើងណានៅមានប្រជាពលរដ្ឋខ្មែរមើលមុខសត្រូវអត់យល់ទេគាត់និយាយថាម៉េចទេគាត់ថាគេមករំដោះយើងពូដេកទៅពូអត់អស់ចិត្តសោះក្មួយអត់អស់ចិត្តតតសោះដែលពុកម៉ែដូនតារបស់យើងបុព្វបុរសរបស់យើងគាត់មុននឹងស្លាប់ទៅគាត់ស្រែកដង្ហោយប្រាប់កូនសម្លាញ់ទាំងឡាយសូមកូនចងចាំកូនសម្លាញ់ទាំងឡាយសូមកូនចងចាំកូនសូមកូនចងចាំសត្រូវសួរពូជរបស់កូនណាកូនណាសូមកូនចងចាំទោះបីជាគេមកធ្វើក្នុងរូបភាពណាក៏ដោយណាកូនរូបភាពជាសត្រូវក៏ដោយរូបភាពជាមិត្តក៏ដោយរូបភាពជាមេក៏ដោយរូបភាពជាអ្នកសង្គ្រោះក៏ដោយណាកូនសូមកូនកុំភ្លេចឲ្យសោះនេះគឺជាសត្រូវសួរពូជរបស់យើងសូមកូនចងចាំ
ដូនតារបស់យើងស្រែកតាមណាក្មួយស្រែកតាមចម្រៀងស្រែកតាមសភៅក្មួយទៅមើលសំបីតែចម្រៀងច្រើនណាស់ដែលដូនតារបស់យើងខិតខំស្រែកប្រាប់កូនចៅចំនួនក្រោយឲ្យយល់អំពីល្បិចកលរំលឹកកូនចៅចំនួនក្រោយឲ្យដឹងអំពីសត្រូវសួរពូជរបស់យើងកូនចៅស្ដាប់អត់បានកូនចៅស្ដាប់អត់បានសប្ងៃស្ដាប់អាចម្រៀងនឹងស្ដាប់មិនកើតទេកវត្តរបស់ដូនតានឹងចោលទៅទៀតសភៅដែលដូនតាទៅសេប្រាប់អំពីប្រវត្តិរបស់បរទេសលេបតបាក់ទឹកដីលេបតបាក់ទឹកដីយើងក៏ស្ដាប់អត់យល់ក៏អត់ចេះមើលបើសិនណាជាដូនតាស្លាប់ទៅជាខ្មោចគាត់នៅក្បែរយើងមិនដឹងជាគាត់ហូរទឹកភ្នែកប៉ុណ្ណាទេបណ្ដាំរបស់គាត់សម្រាប់កូនចៅចំនួនក្រោយកូនចៅធ្វើមិនដឹងឥឡូវយើងងាកមកអំពីវិធីបន្សាបដាក់ថ្នាំបន្ទន់ឆ្អឹងរួចលេបទាំងមូលក្មួយមើលរបៀបដែលគេបន្ទន់ឆ្អឹងសពថ្ងៃក្មួយអត់បានរៀនប្រវត្តិសាស្ត្រខ្មែរក្មួយអត់ដែលបានរៀនប្រវត្តិសាស្ត្រខ្មែរក្មួយចាំមើលតាមមួយចំនួនពីរចំនួនទៅទៀតក្មួយអត់ដឹងពីប្រវត្តិសាស្ត្រតអសោះតែទេតែហ្មងការដែលមិនដឹងពីប្រវត្តិសាស្ត្រវាផ្ដល់ផលវិបាកដល់ក្មួយអីខ្លះទី1ក្មួយអត់ស្គាល់អ្នកណាមិត្តអ្នកណាសត្រូវក្មួយមើលមុខវាអត់ច្បាស់អត់ដឹងអ្នកណាមិត្តអត់ដឹងអ្នកណាសត្រូវនឹងទី1ទី2ក្មួយអត់ដឹងចំណុចខ្លាំងនិងចំណុចខ្សោយរបស់សត្រូវក្មួយអត់ដឹងទេពួកក្មួយអត់បានសិក្សាប្រវត្តិសាស្ត្រក្មួយអត់ដឹងចំណុចខ្លាំងនិងចំណុចខ្សោយរបស់សត្រូវយ៉ាងម៉េចទេទី3ក្មួយអត់ដឹងមនោគមវិជ្ជាក្នុងការលេបតបាក់ទឹកដីដែលគេបន្តពីមួយចំនួនទៅមួយចំនួនតើគេបន្តយ៉ាងម៉េចរូបរាងវាផ្លាស់ប្ដូរពីខាងណាទៅខាងណាក្មួយអត់បានដឹងទេមកពីក្មួយអត់រៀនពីប្រវត្តិសាស្ត្រក្មួយបាត់ចំណុច3ហ្នឹងទី1ក្មួយមើលមុខសត្រូវអត់យល់ទី2ក្មួយអត់ដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់សត្រូវត្រង់ចំណុចណាទី3ក្មួយអត់ដឹងពីមនោគមវិជ្ជាក្នុងការលេបទឹកដីហ្នឹងដែលគេបន្តពីមួយចំនួនទៅមួយចំនួនគេបន្តយ៉ាងម៉េច